បងប្អូនដែលលេង Goland ទាំងអស់គ្នាថ្ងៃនេះមកមើលខ្ញុំលេង Nathan បងហើយវីដេអូនេះដែរខ្ញុំមិនលេងបអួតសាហាវទេគឺខ្ញុំចង់មកប្រាប់អ្នកទាំងអស់គ្នាពីរបៀបវាយបកនិង hero ណាខ្លះដែលអាចយកមក counter Nathan បានព្រោះបើអ្នកទាំងអស់គ្នាជួបគេលេង Nathan សាហាវគឺអាចយកល្បិចក្នុងវីដេអូនេះទៅប្រើបានភ្លាមៗតែម្ដងតោះទៅមើលការលេងរបស់ខ្ញុំទាំងអស់គ្នាមើលតាម game ជាក់ស្ដែងនេះចុះដើម game Nathan គឺមិនទាន់ខ្លាំងពេកទេព្រោះអត់ទាន់មានរបស់វាចេញមុនអាគមដូចនេះបងប្អូនចង់វាយសង្កត់ Nathan គឺត្រូវរើសយក hero ដូចជា Popo និង Koopa ឬក៏ Bruno យកមកដេញវាយនឹងគៀប lane តាំងពីនាទីដំបូងទៅព្រោះ hero ទាំងពីរនេះមានកម្លាំងវាយប្រហារដើម game ធ្ងន់ជាង Nathan ខ្លាំងណាស់បើបងប្អូនទុកឲ្យ Nathan farm បានលុយស្រួលដូចខ្ញុំក្នុង game នេះចុង game ដឹងតែហោះក្បាលឲ្យចូលមកដល់ពាក់កណ្ដាល game ពេលនេះខ្ញុំចាប់ដើមមានរបស់ខ្លះអញ្ចឹងការវាយប្រហារគឺឈឺជាងមុនសម្រាប់បងប្អូនដែលចង់ផ្ដាច់ជីវិត Nathan គឺត្រូវប្រើ hero ដែលមានជំនាញបុកឲ្យកាំងលឿនដូចជា Prodi គ្រាន់តែបុកឲ្យកាំងរួចប្រើជំនាញចុងក្រោយគឺអាចបាញ់ Nathan ដាច់បានយ៉ាងលឿនហើយល្បិចមួយទៀតគឺត្រូវហៅអ្នកដើររោមនឹងម៉េចឲ្យមកជួយលបឆ្មក់វាយ Nathan ឲ្យបានច្រើនកុំទុកឲ្យវាដើរ farm ម្នាក់ឯងសេរីពេកមកដល់ចុង game នេះគឺចូលដល់ម៉ោង Nathan សម្ដែងហើយបើបងប្អូនឃើញ Nathan បើកជំនាញចុងក្រោយបំបីសមោលដេញបាញ់បែបនេះគឺដាច់ខាតគម្រត់ថយក្រោយឲ្យសោះព្រោះសមោលវានឹងដេញតាមបាញ់យើងឈឺខ្លាំងណាស់អ្វីដែលត្រូវធ្វើគឺទិញខ្សែការពារមុនអាគមឬអាវក្រោះការពារមុនអាគមដើម្បីទប់កម្លាំងវាយប្រហាររបស់វាហើយព្យាយាមរត់ស៊ីកសាក់ខិតទៅជិតតួអង្គពិតរបស់វារួចបើកជំនាញវាយផ្ដាច់យកតែម្ដងតែសម្រាប់ game នេះវិញគឺក្រុមសត្រូវមិនអាចទប់ខ្ញុំបានឡើយអញ្ចឹងមានតែបុកបញ្ចប់យកជ័យជំនះតែម្ដងសង្ឃឹមថាវីដេអូនេះនឹងជួយឲ្យបងប្អូនចេះល្បិចវាយបក Nathan ទាំងអស់គ្នាបើពេញចិត្តវីដេអូនេះកុំភ្លេចចុច like និង subscribe ម្នាក់មួយផងដើម្បីតាមដានវីដេអូថ្មីៗនៅថ្ងៃក្រោយជួបគ្នានៅវីដេអូបន្ទាប់